ខ្មែរគូទី4គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាជប៉ុនទឹកទី1រ៉ាន់វ៉ាន់បាទអាយ៉ាទឹកទី1ឲ្យវាសនាតេះលេងបាទប្រាប់ថាបងជង្គង់ខ្ញុំខ្លាំងណាបកគលខៀវដុតជើងក្រោមមួយដុតសងមកវិញធាក់មួយជើងរបស់វាសនាអូយអាយ៉ាបដូរក្លឹបវាយកាច់ដុតជើងក្រោមវិញទៅហើយអូនវាសនាកាចម្លេងឯនេះអត់ទាន់វាយបាន2លានកាចប្រយទុតមកជើងទៀតកាប់ជើងក្រោមកាប់សងមកវិញកាប់អត់ត្រូវទេវាសនាទៅឲ្យកាប់ខាងលើធាក់មួយរបស់វាសនាទុតជើងក្រោមផ្ទះម្ដាយរបស់វាសនា65គីឡូក្រាមពេញរូបពេញរាងពេញសាច់កំពុងតែពេញវ័យបាទធ្វើការប្រកួតល្អក៏អត់ទៅអូយបោះមកជង្គង់របស់វាសនាហ្គេនស្បឺកលើកស្ទួយកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោកលោកអញ្ញាកដាថាវាយអូណាមិនវាយ5ទឹកទេវាយតែ3ទឹកទេតើយើងអត់ចេញទេមួយដៃផុតបាត់ផ្ទះមកអូយមួយជើងទៀតបោះមកជង្គង់ទៀតរបស់វាសនាអូយជង្គង់ហ่าអីកាចមែនទុតជើងក្រោមមកវិញរបស់បកគលខៀវទុតមកជើងទៀតទាត់មួយបាទទៅអើយទាត់មកជើង2ជើងរបស់វាសនាធាក់មួយទៀតបាទប៉ះដៃមួយវាយក្បាលពួររបស់វាសនាចូលពេញឡណាកាប់មកកែងប៉ុណ្ណឹងឯងថាมันកាចទៀតឬយ៉ាងម៉េចបាទបែកបារហើយអូយបាទមួយកែងហូរឈាមរាវបាទសូត្រវាសនាណែកាចបាទសម្រាប់វាសនាថ្ងៃនេះបាទពិតជាអស្ចារ្យបាទនៅលើសង្វៀនបាទមួយកែងកាប់អំបញ្ញមិញនេះដែលធ្វើឲ្យកីឡាករមកពីជប៉ុនមកកែងហូរឈាមរាវអូទប់អត់ជាប់ទេបាទទប់អត់ជាប់ទេបាញ់ឈាមមកបាត់ទៅហើយទោះបីជាលោកអញ្ញាកណាព្យាយាមនៃការជូនបាទរុញមកកាន់លោកគ្រូពេទ្យដើម្បីពិនិត្យបាត់បឋមបាទដើម្បីពិនិត្យបឋមសិនបន្តការប្រកួតបាទអីទេទៅទៀតទាត់មួយជើងទៀតទាត់មួយជើងទៅហើយធាក់មួយរបស់បកគលខៀវទាត់មួយទាត់សងមកវិញទាត់មួយជើងទៀតទាត់មួយជើងទៀតរុញឲ្យទៅវិញបាទដើរចូលទៀតមួយដៃរបស់បកគលខៀវទាត់មិនអូយអត់អីទេចាសសូមអរគុណបងកកក្រហមសតវាសនាឈ្នះគណៈករបកគលខៀវដោយកណៈករបកគលខៀវលោកអ្នកកណ្ដាល